បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបមួយលោកគ្រូទៀតហើយដែលវីដេអូថ្ងៃនេះលោកគ្រូនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបដោះស្រាយប្រព័ន្ធសមីការលើក្រេតទី1មាន2អាញាតតាមវិធីជំនួសហើយសម្រាប់បងប្អូនអ្នកទី9ត្រៀមប្រឡងឌីប្លូមបាទហើយក្នុងលំហាត់ប្រភេទនេះកាលពី2វីដេអូមុនលោកគ្រូបានដោះស្រាយតាមវិធីបំបត្តិឲ្យបោកજોបងប្អូនចង់ដោះស្រាយតាមវិធីហ្នឹងបងប្អូនអាចទៅមើលនៅក្នុង YouTube របស់លោកគ្រូបានបាទចឹងឥឡូវយើងមកដោះស្រាយលំហាត់ជាមួយលោកគ្រូទាំងអស់គ្នាចំពោះវិធីបំបត្តិដោយប្រើវិធីជំនួសគឺយើងទៅធ្វើយ៉ាងណាទាញរកតម្លៃ x ឬក៏ y ចេញពីសមីការទាំងពីរហ្នឹងតើបងប្អូនទាញរកតម្លៃ x ទាញ x ចេញពីសមីការទី1សមីការទី1សមីការទី2បងប្អូនចេញទាញ x ពីសមីការទី1បងប្អូនយកតម្លៃ x ហ្នឹងយកមកជំនួសក្នុងសមីការទី2បងប្អូនយកទាញរក y នៅសមីការទី1បងប្អូនយក y ហ្នឹងមកជំនួសក្នុងសមីការទី2ដូចគ្នាដែរបងប្អូនទាញរក x នៅសមីការទី2បងប្អូនយក x ហ្នឹងទៅជំនួសក្នុងសមីការទី1បងប្អូនទាញរក y នៅក្នុងសមីការទី2បងប្អូនយក y ហ្នឹងជំនួសក្នុងសមីការទី1បាទអញ្ចឹងក្នុងការដោះស្រាយលំហាត់ប្រភេទនេះគឺទាមទារឲ្យបងប្អូនចេះទាញបាទឥឡូវក្នុងលំហាត់លេខ1នេះសមីការទី1នេះលោកគ្រូសង្កេតឃើញថាបើលោកគ្រូទាញ x ពីសមីការទី2ដោយសារ x វាមានមេគុណ4អញ្ចឹងតែខាងលើ x មានមេគុណតែ1ឯងអញ្ចឹងចំពោះ x មានគុណ1គឺយើងងាយស្រួលក្នុងការទាញជាងបាទទាញជាង x មានមេគុណ4តែជាក់ស្ដែងទៅបងប្អូនដោះស្រាយតាមមួយណាក៏បានដូចគ្នាតែលោកគ្រូឃើញថាសមីការទី1 x ងាយស្រួលទាញលោកគ្រូយកសមីការទី1មកប្រាស់ទាញរក x អញ្ចឹងតាមសមីការទី1ពីបានលោកគ្រូទាញរក x ចាំបានទៅជា x ដក 2y ស្មើ16នេះលោកគ្រូទាញរក x ធ្វើយ៉ាងណាឲ្យអង្គទី1មានតែ x ហើយអង្គទី2គឺមានលេខឬជាប់អាញាតអីផ្សេងទៀតតែអានេះពាក្យថាទាញរកអីមួយគឺឲ្យអង្គទី1មានតែអាញាតមួយហ្នឹងឯងបាទហើយมันអាចឲ្យអង្គទី1នឹងមានអាញាតផ្សេងខុសពីហ្នឹងទេបាទអញ្ចឹងលោកគ្រូទាញរក x យើងអង្គទី1នឹងមានតែ x ដល់ពេលចង់បាន x យើងត្រូវបោះដក 2y មកអង្គទី2យើងមកជា16បូកឲ្យ2y បន្ទាប់ពីរក x ឃើញអូនយក x ស្មើ16បូក 2y នេះយកទៅជំនួសក្នុងសមីការទី2បាទចូលសមីការទី2អញ្ចឹងលោកគ្រូដាក់ថាយក x ស្មើនឹង16បូក 2y ជួសក្នុងសមីការទី2បាទអញ្ចឹងគ្រូទាញបានគេបាននេះសមីការទី2យើងឲ្យណាមាន x អូនជំនួសវាដោយ16បូកឲ្យ 2y អញ្ចឹងគ្រូទាញបាន4កតាឲ្យ16បូកឲ្យ2y មានថាជំនួស x នេះដោយ16បូក 2y ដែលយើងទាញមកឃើញនេះឃើញអត់ហើយបូកមកបូកឲ្យ y ស្មើនឹង1ពេលនេះសមីការយើងមានអាញាតតែ1ទេតែសមីការមានអាញាត1យើងអាចដោះស្រាយមកបានដែរតើលោកគ្រូគុណ4នឹងបញ្ចុងអញ្ចឹង4គុណ16ផងគុណនឹង 2y ផងអូគុណអញ្ចឹង4គុណ16ស្មើប៉ុន្មាន6 4ដល់24សេ4ថាទៅ2 4ម្ដង4 4 2គឺ6បាទតើបងប្អូនយក4គុណនឹង 2y បានជា8y បាទប្រយ័ត្នណាប្រយ័ត្នគុណតាអាមុខអាក្រោយអត់គុណដល់គ្នាត្រូវតែមានចំណេញនេះហើយបូកបានទៀតបូកឲ្យ y ស្មើនឹង1ពេលយើងទីរក y ឃើញអញ្ចឹងដាក់ដដែលមកបានជា64បូកឲ្យ 9y ស្មើនឹង1បាទចឹងលោកគ្រូទីរក 9y វាស្មើនឹង1បោះ64មកអង្គទី2បើជាដក64អញ្ចឹង 9y ស្មើនឹងដកមែនដែរដក63បាទតើមកទីរក y តើ y ស្មើប៉ុន្មាន y ស្មើនឹងដក63លើ9តើស្មើប៉ុន្មានដែរវាសូត្រមានលេខមក9 5ដក45 9 6ដក54 9 7ដក63អញ្ចឹងយើងស្មើនឹងដក5 7អូខេបន្ទាប់ពីឃើញ y ហើយបងអូនត្រូវយក y ហ្នឹងយកទៅជំនួសក្នុងណាជំនួសក្នុងតម្លៃដែលយើងបានទាញនេះ
វានៅក្នុងសមីការទី1នេះដើម្បីយើងទាញរកអីជាដែរយើងទាញរកតម្លៃ x បាទគេដាក់ថាដោយ x ស្មើនឹង16បូក 2y អញ្ចឹងគេបាន x ស្មើនឹង16បូកឲ្យ2គុណនឹងដក5 7បាទឬក៏យើងសរសេរមួយបែបនេះថាយក y ស្មើនឹងដក7ជួសក្នុង x ស្មើនឹង16បូកឲ្យ2y ឬក៏ជួសក្នុងសមីការទី1ឥឡូវគ្រូសរសេរចេះវិញបាទចេះនេះតែដូចគ្នាបងប្អូននេះគឺថាយក y ស្មើដក7នេះជួសក្នុងណាជួសក្នុងសមីការសមីការ1ចុះបងចូលក្នុងសមីការ1នេះក៏បានជួសកន្លែងនេះក៏បានតែតែយើងទាញហើយបាទដូចគ្នាណាយើងគេបានដល់អានេះក៏ជាសមីការ1ដែរគាត់គ្រូទាញ x ពីចេញពីសមីការ1ត្រូវអត់បាទអញ្ចឹងគ្រូយកនឹងមកផ្នើម្ដងគេបាន x ស្មើនឹង16បូកឲ្យ2 y យើងមិនហ្នឹង y បើយើងដក7គេដាក់ថាដក5 7អញ្ចឹងស្មើនឹង16ដកម៉ានដក14ស្មើម៉ានស្មើនឹង2បាទហើយបងប្អូនអត់ចង់ជំនួសក្នុងឯនេះទេបងប្អូនជំនួសឯនេះក៏បានដែរដូចគ្នាណាលើមកគ្រូទាញឲ្យនេះច្បាស់ជា x ដកឲ្យ2គុណម៉ានគុណដក7ហើយស្មើនឹងណាស្មើ16ឧបមាគ្រូជំនួសក្នុងនេះណាគ្រូឲ្យជំនួសក្នុងនេះគ្រូបានបញ្ជាក់ហ្នឹងឯង x យើងដកគុណដកបូក14ស្មើ15 1គ្រូទាញរក x ស្មើ16ដក14អញ្ចឹងគឺស្មើនឹង2ដូចតែគ្នាទេគេណាបាទដូចតែគ្នាទេអញ្ចឹងបងប្អូនចង់ជំនួសក្នុងណាក៏បានឬក៏បងប្អូនចង់ជួសវាក្នុងតម្លៃ x ហ្នឹងបងប្អូនចង់ជួសក្នុងសមីការទី2ក៏បានដែរបានដូចតែគ្នាទេណាបងប្អូនចង់ច្បាស់បងប្អូនសាកជួសមើលទៅគឺចម្លើយឃើញដូចគ្នាបាទឥឡូវគឺជួសឲ្យមើលមកឥឡូវគឺជួសសមីការទី2ឥឡូវប្រហែលគឺជួសសមីការទី2ចម្លើយជា 4x បូកឲ្យដក7ស្មើនឹង1អញ្ចឹង 4x ស្មើនឹង1បូកឲ្យ5 7នេះបូកគុណដកមកជាដក7ទៅដក7បោះមកអងទី2បានជាបូក5 7អញ្ចឹង 4x យើងស្មើប៉ុន្មានស្មើនឹង5 8អូទីរក x មក x យើងស្មើប៉ុន្មាន8លើ4ស្មើនឹង2គឺស្មើ2ដូចគ្នាបាទយើងបងប្អូនជួយក្នុងសមីការមួយណាក៏បានដូចគ្នាពេលដែលបងប្អូនទាញរកឃើញតម្លៃ y នឹងហើយឬក៏តម្លៃ x ហើយបាទហើយជៀសវាងថាបងប្អូនទាញរក x ក្នុងសមីការទី1បងប្អូនទៅជួសក្នុងសមីការទី2បងមិនអាចជួសក្នុងសមីការទី1ទៅដែរទេហើយបងប្អូនទាញរក y ក្នុងសមីការទី2បងប្អូនទៅជួសក្នុងសមីការទី1វិញមិនអាចជួសក្នុងសមីការទី2ទៅដែរទេបាទខ្ញុំបញ្ជាក់អីហ្នឹងណាអូខេជួបគ្នាក្នុងវីដេអូក្រោយទៀតបើមានចម្ងល់អីណាឬក៏ចង់ធ្វើវីដេអូទាក់ទងនឹងមហាត់ណាមួយអាចឆាតមកតាម Telegram របស់ខ្ញុំបាទបាយបាយជួបគ្នាក្នុងវីដេអូក្រោយបន្តទៀត